ចង់ដឹងថាក៏មានជំងឺ Down syndrome ឬអត់គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន Down syndrome គឺជាជំងឺសែនមួយដែលអាចបណ្ដាលឲ្យកុមារអសមត្ថភាពខួរក្បាលពីកម្រិតស្រាលទៅមធ្យមហើយកុមារដែលមានជំងឺនេះច្រើនតែមើលទៅខុសប្លែកពីកុមារឯទៀតព្រមទាំងមានបញ្ហាសុខភាពថែមទៀតផងជាក់ស្ដែងកុមារដែលគ្មានជំងឺ Down syndrome មានក្រូម៉ូសូម23គូនៅក្នុងកោសិការាងកាយចំណែកអ្នកជំងឺនេះមានក្រូម៉ូសូម21បន្ថែមតើមានតេស្តអ្វីខ្លះដើម្បីដឹងថាទារកមានជំងឺ Down syndrome ពីកំណើតការធ្វើតេស្តអាចឲ្យយើងដឹងថាទារកមានឱកាសខ្ពស់ក្នុងការកើតជំងឺក្រូម៉ូសូមដូចជាជំងឺ Down syndrome ដែរឬអត់ហើយការធ្វើតេស្តនេះទាក់ទងទៅនឹងការមើលអេកូលើកម្រាស់កញ្ចឹងកកូនព្រមទាំងធ្វើតេស្តឈាមការធ្វើតេស្តឈាមធ្វើឡើងនៅចន្លោះសប្តាហ៍ទី10ដល់ទី13នៃការពពោះចំណែកឯការមើលអេកូលើកម្រាស់កញ្ចឹងកកូនអាចចាប់ផ្ដើមនៅចន្លោះសប្តាហ៍ទី11ឬមុនសប្តាហ៍ទី14ជាក់ស្ដែងលទ្ធផលនៃការធ្វើតេស្តឈាមនិងការមើលអេកូនេះអាចរួមបញ្ចូលគ្នាដើម្បីប៉ាន់ស្មានពីឱកាសនៃការកើតជំងឺ Down syndrome លើទារកមួយវិញទៀតកត្តាវ័យនិងទម្ងន់របស់ម្ដាយអំឡុងពេលពពោះក៏អាចរួមចំណែកដល់ការកើនឡើងហានិភ័យនៃការកើតជំងឺ Down syndrome លើទារកដូចគ្នាហើយការតាមដានសុខភាពនៅត្រីមានដំបូងនេះគឺអាចកំណត់ថាទារកអាចកើតជំងឺ Down syndrome ប្រហែលជា85ដល់90%ឯណោះ